អ្នកទាំងអស់គ្នាមិនដែលចាប់អារម្មណ៍អត់នៅពេលដែលមនុស្សស្រីស្រឡាញ់អ្នកខ្លាំងគឺគាត់តែងធ្វើរឿងមួយនេះមនុស្សស្រីនៅពេលដែលគាត់ស្រឡាញ់ដៃគូគាត់ខ្លាំងគឺគាត់តែងតែចង់នៅចិត្តដៃគូរបស់គាត់ហើយគាត់តែងតែចង់តោងដៃគូរបស់គាត់មិនលែងតែម្ដងវិធីសាស្ត្រដែលមនុស្សស្រីបង្ហាញក្តីស្រឡាញ់របស់គាត់ទៅដៃគូរបស់គាត់គឺទី1គឺការ call text ជាមួយនឹងការ message ទៅដៃគូរបស់គាត់នៅពេលដែលគាត់នៅឆ្ងាយហើយការ call ឬក៏ text នេះគឺគាត់មិនធ្វើឡើងជាមួយនឹងនរណាគេក្រៅពីមនុស្សដែលគាត់ស្រឡាញ់តែប៉ុណ្ណោះទោះបីជាគាត់មានមិត្តភក្តិជិតស្និទ្ធយ៉ាងណាក៏គាត់មិនសូវ call ឬក៏ text ដែរក៏ប៉ុន្តែបើសិនជាអ្នកខ្លាចជាដៃគូរបស់គាត់វិញគឺគាត់ប្រកាសចង់និយាយជាមួយអ្នក24 ម៉ោងនេះគឺដោយសារតែមនុស្សស្រីបង្ហាញក្តីស្រឡាញ់តាមរយៈការចង់នៅក្បែរហើយបើសិនជាគាត់ឧស្សាហ៍រអ៊ូឬក៏ឧស្សាហ៍ប្រាប់អ្នកថាអ្នកធ្វើខុសនេះធ្វើខុសនោះគឺមិនមែនមានន័យថាគាត់ខឹងអ្នកឬក៏ចង់ដាក់កំហិតទៅលើអ្នកទេក៏ប៉ុន្តែគាត់គិតថាការនិយាយបែបរអ៊ូរទាំឬក៏ការនិយាយប្រាប់ថាឬក៏ការនិយាយប្រាប់ថាអ្នកខុសនេះខុសនោះហ្នឹងគឺធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់អាចនៅក្បែរអ្នកបានយូរហើយមួយទៀតគឺគាត់ចង់ឲ្យអ្នកផ្ដល់ attention ទៅឲ្យគាត់ហើយជាពិសេសនៅពេលដែលគាត់រអ៊ូគឺមានន័យថាគាត់ចង់ប្រាប់អ្នកឲ្យអ្នកចាំនៅរឿងដែលគាត់ចង់ឲ្យអ្នកហើយជាពិសេសនៅពេលដែលគាត់រអ៊ូនេះគឺមានន័យថាគាត់ចង់ប្រាប់អ្នកឲ្យអ្នកចាំនៅរឿងដែលសំខាន់ចំពោះគាត់នឹងហើយអញ្ចឹងបើសិនជាមនុស្សស្រីរអ៊ូចង់ឲ្យអ្នកទិញផ្កាឬក៏ចង់ឲ្យអ្នកចាំនៅថ្ងៃខួបកំណើតរបស់គាត់គឺមានន័យថាគាត់ចង់បានរបស់ទាំងនោះនឹងឯងហើយចាំអ្នកទាំងអស់គ្នាវិញមានសង្សារណាដែលប្រកែករអ៊ូអត់គាត់រអ៊ូលើរឿងអីគេខ្លះចែកម្លែកឲ្យ admin ដឹងផង